បាទអរលោកបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបាទហើយវីដេអូនេះដែរបាទគឺផ្ញើជាពិសេសសម្រាប់បងប្អូនអ្នកដែលស្រឡាញ់ការចិញ្ចឹមសត្វទាំងអស់គ្នាបាទជាពិសេសគឺបងប្អូនដែលស្រឡាញ់មាន់ទាតែម្ដងបាទហើយបងប្អូនកំពុងតែចិញ្ចឹមបាទកំពុងតែជួបបញ្ហាទៅនឹងសុខភាពបាទមាន់ទាចិត្តឈឺងាប់អីចឹងណាបាទអញ្ចឹងពេលខ្លះបងប្អូនគិតថាមកពីយើងនឹងចិញ្ចឹមមិនសមបាទគេអ្នកដែលគេចិញ្ចឹមកើតគេចិញ្ចឹមសមចិញ្ចឹមអីទៅបាទអញ្ចឹងអានេះគឺជាការគិតរបស់បងប្អូនទេបាទប៉ុន្តែជាក់ស្ដែងគឺវាមិនមែនអញ្ចឹងទេបាទគឺអាការងាប់ការអីហ្នឹងគឺវាជាអត់រួចទេបាទវាគង់តែងាប់ទេប៉ុន្តែអ្វីដែលយើងអាចការពារបានគឺយើងត្រូវការពារវាបាទហើយយើងត្រូវតែចេះបច្ចេកទេសខ្លះៗដែរបាទការចិញ្ចឹមសត្វបាទមិនបងប្អូនគ្រាន់តែប្រឡែងវាចោលឲ្យចំណីវាស៊ីហើយសង្ឃឹមថាយើងនឹងបានផលច្រើនអីចឹងណាបាទអញ្ចឹងគឺអត់បានទេបងប្អូនបាទអញ្ចឹងគួរតែបងប្អូនផ្លាស់ប្ដូរការចិញ្ចឹមបែបហ្នឹងវិញបាទពេលខ្លះគឺយើងត្រូវតែមានត្រង់ការពារវាបានត្រឹមត្រូវបាទខ្លាចឆ្កែខាំឆ្កែអីហ្នឹងក៏វាចូលរួមចំណែកមួយដែរបងប្អូនបាទហ្នឹងគឺពិបាកប៉ុន្តែអ្វីដែលខ្ញុំចង់និយាយក្នុងវីដេអូមួយនេះបាទគឺយើងចិញ្ចឹមមាន់ដើម្បីឲ្យវាបានធំធាត់លឿនធំធាត់ល្អសុខភាពវាល្អបាទវាមិនសូវងាប់បាទនិយាយទៅវាងាប់ដែរប៉ុន្តែវាងាប់តិចណាបាទអញ្ចឹងគឺយើងគួរតែមានថ្នាំខ្លះដែរបាទក្នុងការចិញ្ចឹមឲ្យបងប្អូនចេះតែទាន់ខ្លួនមាន់អីទៀតនោះបាទអាចចិញ្ចឹមទៅវាអាចរស់បានច្រើនបាទអញ្ចឹងសម្រាប់ខ្ញុំគាត់ចែកលេខបទពិសោធន៍ក្នុងការចិញ្ចឹមបាទគឺមាន់ទាញខ្ញុំនេះទៅបដាក់ដែរទេបាទប៉ុន្តែគាត់ថាខ្ញុំធ្លាប់ចិញ្ចឹមពីមុនមកយូរឆ្នាំដែរហើយបងប្អូនបាទប៉ុន្តែគាត់ថាខ្ញុំរើកន្លែងទៅខ្ញុំចាប់ផ្ដើមឡើងវិញប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការចិញ្ចឹមសត្វគឺទី1គឺយើងត្រូវចេះថែទាំកូនមាន់បាទថែទាំកូនមាន់ឲ្យវាល្អពីតូចមកទៅហើយបន្ទាប់មកទៀតបងប្អូនត្រូវចេះប្រើថ្នាំវ៉ាក់សាំងវ៉ាក់អីទៀតបាទប៉ុន្តែគាត់ថាវីដេអូនេះខ្ញុំអត់បានប្រើវ៉ាក់សាំងទេបាទក្នុងមាន់របស់ខ្ញុំនេះណាបាទសារការចិញ្ចឹមសត្វរបស់ខ្ញុំនេះគឺខ្ញុំចិញ្ចឹមលក្ខណៈគ្រួសារបាទហើយយើងមិនមែនចិញ្ចឹមច្រើនទេមាន់ខ្ញុំតិចដែរទេបាទអញ្ចឹងខ្ញុំបានប្រើវ៉ាក់សាំងទេប៉ុន្តែអ្វីដែលយើងត្រូវប្រើរាល់ថ្ងៃនេះគឺខ្ញុំប្រើថ្នាំការពារបាទអញ្ចឹងគឺថ្នាំការពារហ្នឹងមិនមែនទិញមកពីណាអីស្នាមពិសេសវិសាលទេបាទគឺយើងចេះប្រើតាមកលៈទេសៈរបស់វាណានៅពេលដែលមេឃត្រជាក់ខ្លាំងមេឃខ្យល់ខ្លាំងឬក៏មេឃដែលក្តៅខ្លាំងអីហ្នឹងគឺយើងអាចនឹងដាក់ថ្នាំការពារវាបាទអញ្ចឹងគឺយើងដាក់ប៉ុណ្្នឹងទៅគឺមាន់យើងវាមិនមែនថារស់ទាំងអស់ប៉ុន្តែក៏វាអាចការពារជំងឺបានមួយចំនួនបាទអញ្ចឹងគឺយើងដាក់ជីមទី1នេះគឺយើងត្រូវមានប៉ារ៉ារបស់យើងហ្នឹងប៉ារ៉ាមនុស្សយើងហ្នឹងបាទដាក់ហ្នឹងមួយទៅហើយអាមុកទៅលីនបាទមុខទៅលីនមនុស្សយើងហ្នឹងបាទដាក់ពីរមុខហ្នឹងទៅហើយបើសិនជាបងប្អូនមានវីតាមីននេះទៀតដាក់វីតាមីនមួយទៀតទៅបាទ3មុខហ្នឹងគឺមាន់យើងគឺវាអាចទប់ទល់បានខ្លះហើយបាទនៅពេលដែលមេឃក្តៅអីចឹងបាទហ្នឹងហើយជាងគឺយើងប្រើតែ2មុខ3មុខហ្នឹងទៅបាទគឺយើងដាក់មួយថ្ងៃឬក៏2ថ្ងៃជាប់គ្នាទៅយើងតោមទៀតយើងដាក់ទឹកធម្មតាវិញណាបាទគឺយើងដាក់ម្ដង2ថ្ងៃ1ថ្ងៃអីទៅបានហើយមិនឲ្យដាក់ជាប់រហូតទេបាទព្រោះថ្នាំហ្នឹងដែលយើងប្រើជាប់រហូតពេកក៏មិនល្អវិញដែរហ្នឹងហើយអញ្ចឹងការចិញ្ចឹមសត្វបាទបងប្អូនខ្លះគាត់គិតថាយើងចិញ្ចឹមសមមិនសមអីចឹងណាប៉ុន្តែការចិញ្ចឹមរបស់គាត់ជាក់ស្ដែងគឺប្រឡែងមាន់ចោលរហូតបាទប្រឡែងអត់មានទ្រង់មានអីត្រឹមត្រូវអត់មានបិទបាំងអីត្រឹមត្រូវណាបាទនៅពេលយើងអត់បិទបាំងអញ្ចឹងគឺវាអាចនឹងឆ្លងជំងឺឆ្លងអីចូលទី1ឆ្លងជំងឺទី2វាមានសត្វមានអីខាំអីចឹងណាបងប្អូនអាហ្នឹងគឺបាត់បង់ងាប់អស់ហើយបាទនេះគឺបទពិសោធន៍នៃខ្ញុំធ្លាប់ឃើញបែបហ្នឹងមែនបងប្អូនបាទអញ្ចឹងក៏ជាលើកមកនិយាយណាហើយក៏ប៉ះពាល់បងប្អូនខ្លះក៏ជាស្រ័យខ្ញុំផងបាទព្រោះគាត់ទីការចេញតិយោបល់តិចតួចទេបាទអញ្ចឹងវីដេអូនេះនិយាយឡើងបាទគឺសូមចប់តែប៉ុណ្្នឹងហើយបាទមានអីច្រើនយ៉ាងទេហើយបើសិនជាបងប្អូនស្រឡាញ់រាប់អាននៃការចិញ្ចឹមសត្វបាទសូមភ្លេចបាទតាមដានវីដេអូខ្ញុំបន្តទៀតផងបាទហើយខ្ញុំនឹងអាប់ដេតវីដេអូថ្មីទៀតទៅនឹងការចិញ្ចឹមសត្វបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយក៏អរគុណច្រើនបាទសូមជម្រាបបាទបាយ